បាទសួស្តីបងប្អូនទាំងគ្នាចឹងវីដេអូទី2នេះខ្ញុំបញ្យល់ពីរបៀបប្រើ proxy បន្តិចរបៀបadd proxy ចូល account របស់យើងណាឥឡូវខ្ញុំឧទាហរណ៍ថា account ទាំងអស់នេះវាអត់ទាន់មាន proxy ទេអានេះដើម្បីដាក់ proxy ចូលបងប្អូនទាំងអស់គ្នាយកកន្លែង add proxy នេះមកហើយយកកន្លែង add proxy នេះមកបងប្អូនទាំងអស់គ្នាយើងថា proxy របស់យើងចូលមកទម្រង់វាគឺ IP port user និង password ណាទម្រង់ IP proxy របស់យើងណាហើយចំពោះ row rate proxy អានេះគឺមានន័យថា account របស់យើងគឺ proxy យើងមាន10 account យើងមាន10គឺវា load 1 2 3 4 5រហូតដល់10ឲ្យយើងមួយតាម account ហ្នឹងណាចំណែកby sequence នេះមានន័យថាឧទាហរណ៍ថាឥឡូវយើងរើសយក sequence នេះហើយយើងយក2អញ្ចឹងមានន័យថា proxy មួយវាដាក់ទៅលើ2 account មានន័យថា account ទី1ទី2 proxy ទី1 account ទី3ទី4 proxy ទី2អាហ្នឹងអញ្ចឹងណាហើយបើករណីយើងដាក់3អញ្ចឹងមានន័យថា account ទី1ទី2ទី3គឺវាប្រើ proxy ទី1 account ទី4ទី5ទី6វាប្រើ proxy ទី2អាហ្នឹងគឺអញ្ចឹងកន្លែងនេះយើងទុកវា default នឹងមកមានន័យថា account ណាដែលយើងដាក់ proxy រួចហើយអត់ឲ្យវាទៅបដូរ proxy ចេញទេអាហ្នឹងគឺអញ្ចឹងហើយចំពោះ proxy ខ្ញុំសូម recommend ឬក៏ណែនាំបងប្អូនទាំងគ្នាប្រើ residential proxy ហើយកុំប្រើ web share ណាបងប្អូនអាចចូលទៅប្រើនៅក្នុងអានេះក៏បានដែរនៅក្នុង proxy seller បាទហើយ proxy seller នេះយើងមិនមែនទៅទិញISP proxy នេះទេISP នេះអត់ល្អទេណាបងប្អូនយើងប្រើទៅវាអត់ល្អទេសំទោសIPv4 នេះវាថោកហើយភាគច្រើនវាជា data center data center proxy នោះដែលវាអត់ល្អចំពោះ account របស់យើងទេចំពោះយើងចង់ប្រើឲ្យល្អបំផុតគឺយើងយកISP proxy នេះមកវាអត់សូវបញ្ហាដល់ account របស់យើងទេហើយដូចតែយើងចង់ទិញ proxy អាមេរិកអញ្ចឹងនេះយើងរើសយកអាមេរិកនេះមកបាទបន្តមកយើងទិញមកព្រោះអាហ្នឹងវាថ្លៃជាងនេះវាថ្លៃជាងIPv4 នេះអត់ល្អទេ data center ចឹងយើងយក ISP មក ISP proxy នេះវាប្រៀបដូចជា Wi-Fi តាមផ្ទះយើងអញ្ចឹងណា Wi-Fi មួយដែលមានមនុស្សប្រើវាឧទាហរណ៍ជាក់ស្ដែងគឺវាអញ្ចឹងវាដូចជា Wi-Fi តាមផ្ទះរបស់យើងហើយវា IP របស់វាគឺវាអត់បដូរទេវាអត់មានប៉ះពាល់បញ្ហាដល់ account Facebook របស់យើងទេណាយើងលេងកាន់តែយូរកាន់តែល្អហើយវាអត់ងាយខូចទៀតអាហ្នឹងអញ្ចឹងតែវាមិនមែនថាវាអត់ខូចទេបើករណីយើងអត់ចេះលេង account Facebook ហើយយើងចុចទៅពីទៅវាយើងឲ្យ tool ធ្វើការងារធ្ងន់គឺវាខូចដូចតែគ្នាទេអាហ្នឹងគឺវាអញ្ចឹងខ្ញុំណែនាំឲ្យប្រើ ISP proxy ដែលវាដំណើរការដូច Wi-Fi តាមផ្ទះអញ្ចឹងយើងដឹងថា Wi-Fi របស់យើងប្រើបានប្រមាណ account អញ្ចឹងវាឧទាហរណ៍វាដូចគ្នាហ្នឹងបាទបន្ទាប់ពីបងប្អូនទាំងគ្នាយើងដាក់ proxy រួចហើយណាអញ្ចឹងបងប្អូនទាំងគ្នាចំពោះការ log in ខ្ញុំសូម recommend ណែនាំឲ្យបងប្អូនទាំងគ្នាយើងប្រើmobile only នេះrandom UA ហ្នឹងអាហ្នឹងគេហៅថា user agent ណា UA ហ្នឹង user agent ហ្នឹងវាអត់ជួយបានច្រើនទេប៉ុន្តែវាអាចជួយបានដល់10ទៅ20%ដែរសម្រាប់ account របស់យើងដែលវាជួយលាក់កុំឲ្យថាយើងប្រើម៉ាស៊ីនតែមួយហើយ account ដល់ទៅរាប់រយរាប់ពាន់អញ្ចឹងគឺយើងអាចបំលែងអញ្ចឹងមកឲ្យវាមើលទៅឃើញជាម៉ាស៊ីនផ្សេងនេះអានេះពេលយើងដាក់ចូលមកវាចេញជាទូរស័ព្ទ Android 15 14អីអញ្ចឹងទៅអាហ្នឹងណាតែនេះសម្រាប់ប្រើទៅការ login ទេបន្ទាប់ពីបងប្អូនទាំងគ្នាយើង log in ហើយយើងទុកចោលវា24ម៉ោងឬក៏48ម៉ោងមួយថ្ងៃទៅ2ថ្ងៃបន្ទាប់មកយើងមកបដូរអានេះវិញណាយើងមកប្រើ desktop only នេះវិញបានវាដើរត្រូវជាមួយ tool ណាយើងចុចតែម្ដងទៀតមកអូខេណាឧទាហរណ៍ថាឥឡូវវានៅAndroid អញ្ចឹងយើងគ្រាន់ចុចមកណាវីដេអូមកហើយវីដេអូមកជាប្រភេទ Windows វិញប៉ុន្តែមិនមែន Windows ដូចគ្នាទេវាខុសគ្នាណាវាមានជា Safari Edge អីចឹងទៅវា user agent វាផ្សេងគ្នា
ប៉ុន្តែមិនមែនថាយើងប្រើ user agent នេះហើយ account យើងអត់ខូចទេណាអានេះវាជួយបានត្រឹមតែ10ទៅ20% ទេវាល្អជាជាងយើងអត់ប្រើសោះយល់ទេអាហ្នឹងគឺអញ្ចឹងណាបាទអញ្ចឹងចំពោះម្ដងទៀតខ្ញុំបញ្ជាក់ម្ដងទៀតចំពោះការ login ខ្ញុំសូម recommend ឲ្យយើងប្រើជា mobile នេះយើង select លើ account របស់យើងទាំងអស់ទៅយើង random វាទៅបាទបន្ទាប់នេះវាចេញជាប្រភេទទូរស័ព្ទហើយបន្ទាប់មកបងប្អូនទាំងគ្នា login ខ្ញុំសូម recommend បំផុតហ្មងគឺប្រើ cookie នេះទៅ login ហើយទុកវាចោលអត់មានបញ្ហាទេកុំឲ្យថាយើងប្រើ username password វាពិបាក login ចូលឥឡូវខ្ញុំព្យាយាមធ្វើដែរប៉ុន្តែវាពិបាកក្នុងការ login មែនតើអញ្ចឹងសូម recommend ឲ្យប្រើ cookie មកវាស្រួលងាយស្រួលប្រើបាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាដាក់ proxy ដាក់អីរួចអស់ហើយយើងគ្រាន់តែចុច login នេះមក tool នឹងដំណើរការ login ឲ្យយើងហើយបន្ទាប់ពី ខ្ញុំសូមបញ្យល់តិចទៀតតាក់ទងនឹង account ករណីយើងមាន account ច្រើនខ្លាំងពេក proxy យើងមានតិចបងប្អូនក៏កុំ login ម្ដងទាំងអស់ណា login ម្ដង100 account ចាំ1ម៉ោង2ម៉ោងទៀត log 100 account ទៀត1ម៉ោង2ម៉ោងទៀត log 100 account ទៀតចាំ log ហើយយើងទុកចោលវា24ម៉ោងអីហើយចាំមកបដូរអានេះយកមក desktop នេះវិញមកណាអាហ្នឹងបានពេលយើងមកប្រើមុខងារនេះវាត្រូវជាមួយនឹង tool របស់យើងណាព្រោះ tool ខ្ញុំសរសេរឲ្យប្រើតែមុខងារជា app style ជា app Windows វាប្រើស្តៀងនឹង app Windows ចឹងចំពោះការ login នេះខ្ញុំបញ្យល់ប៉ុណ្្នឹងសិនចាំខ្ញុំបញ្យល់ពីរបៀបប្រើមុខងារមួយនេះបន្តទៀតក្នុងវីដេអូក្រោយបាទ